សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកជួបស្រីស្អាតគាត់ជា model ខាងយុវជនជនជាតិចារាយតែថ្ងៃនេះគាត់បានមកចូលរួមក្នុងកម្មវិធីវប្បធម៌របស់ក្រុងយងដែលធ្វើឡើងដោយជនជាតិអាមេរិកក្រឹងកវ៉ែតនិងលន់ធ្វើជាមួយគ្នាលើទៅជួបគាត់ទាំងអស់គ្នាសួស្តីអូនឯងជនជាតិចារាយតើអត់ចាថ្ងៃនេះមិនបានមកចូលរួមកម្មវិធីនៅថ្ងៃនេះដោយសារតែខ្ញុំជាសមាជិកស៊ីយ៉ានៅបាត់ដំបងអូខេមកជាមួយសុទ្ធតែអ្នកនៅទស្សនៈស៊ីអញ្ចឹងចាថប់ស្គាល់ដែរស្គាល់មុខអូនដែរអូនអញ្ចឹងបងចង់ដឹងពីអារម្មណ៍បងឯងពេលដែលបានមកចូលរួមកម្មវិធីនេះមានអារម្មណ៍មិនដែរមានអារម្មណ៍ថាប្លែកហើយសប្បាយដោយសារតែខ្ញុំអត់ធ្លាប់ចូលរួមក្នុងកម្មវិធីបែបហ្នឹងពីមុនមកទៅលើកទី1ហើយបានស្លៀកពាក់ជនជាតិក្រឹងអូខេកាលមុនបងឃើញនៅថតវីដេអូជាមួយក្រុមចរាយុទ្ធដែរមិនអញ្ចឹងហើយអ្នកល្បីដែរហ្នឹងកាលមុនបងឃើញនៅខាងអូយ៉ាដាវมันមានរៀបចំកម្មវិធីដោយចរាយុទ្ធហ្នឹងមាននៅខូបប៉ាតេដែលមានរបៀបប្រគំតន្ត្រីដែលមានបង្ហាញវប្បធម៌ចម្រៀងជនជាតិដើមយើងបងគិតថាកម្មវិធីហ្នឹងវាមានលក្ខណៈធំជាងនេះផងតែអញ្ចឹងពេលហ្នឹងបានអត់បានចូលរួមឬក៏មានចូលរួមដែរបងអញ្ចឹងតែខ្ញុំទៅមើលគេតែអត់បានឡើងលើឆាកអត់បានទេបងទៅគាត់ជួយឲ្យអ្នកល្បីឡើងឆាកអញ្ចឹងដោយសារគេឡើងជ្រៀងអញ្ចឹងខ្ញុំអត់ឡើងគេដោយសារខ្ញុំនៅខេត្តអញ្ចឹងទៅស្រឡាញ់ខាងហ្នឹងខ្ញុំស្រឡាញ់ខាងហ្នឹងស្រឡាញ់ដូចគ្នាអញ្ចឹងមើលវីដេអូបងឯងថតចាយនោះព្រោះអញ្ចឹងចង់ធ្វើដូចគាត់អត់ចង់បើអញ្ចឹងកុំភ័យមិញឃើញភ័យឡើងញ័រមាត់ឥឡូវអត់ភ័យទេភ័យបងព្រោះអត់ដែរនិយាយព្រោះខ្ញុំខ្មាស់ក្នុងការនិយាយអញ្ចឹងបានខ្ញុំចង់ដើរឲ្យវាបាត់ខ្មាស់ហ្នឹងហើយពេលដែលយើងធ្វើរហូតឬក៏ដូចម្នាក់អត់តន់ស្គាល់បងអញ្ចឹងពេលខ្លះភ័យបើយើងធ្វើមួយគ្នារហូតលេងសើភ័យបងដំបងក៏ភ័យដូចគ្នាដែរតែយើងត្រូវតែជំនះមិនអញ្ចឹងបងក្នុងទូរស័ព្ទតែខាងក្រៅហ៊ាននិយាយមួយបងអញ្ចឹងអរគុណអ្នកទាំងអស់គ្នាថ្ងៃនេះយើងសប្បាយចិត្តតែបានជួបគាត់ហើយសង្ឃឹមថាគាត់នឹងព្យាយាមធ្វើវីដេអូជួយផ្សព្វផ្សាយពីជនជាតិដើមភាគតិចរបស់យើងដើម្បីគេស្គាល់កាន់តែច្រើននិងអាចកាត់បន្ថយនៃការរើសអើងរបស់ជាជនទូទៅហើយចាំមិនពេលចាំយើងនឹងធ្វើវីដេអូមួយគ្នាទៀតហើយថ្ងៃនេះក៏បងបានថតវីដេអូអូនឯងច្រើនដែរហើយទាំងមានអ្នកផ្សេងគេអន់ចិត្តគេច្រើនតែបងថតតែអូនឯងចឹងចឹងអរគុណអូនចាំយើងថតផ្សេងទៀតនៅខាងក្រោមដឹងFree ថត free